ដល់យើងទៅរៀនជាមួយនឹងបងជូទាំងអស់គ្នាអក្សរកអ្វីដែរកូនអក្សរកកង់កូនចេះជិះកង់ទាំងអស់គ្នាហើយនៅអក្សរខជាអ្វីកូនអក្សរខខ្លែងពេលទំនេរកូនលេងបង្ហោះខ្លែងអក្សរគោជាអ្វីទៅអក្សរគោគឺសត្វគោកូននៅឃើញសត្វគោអត់អក្សរខគឺសត្វឃ្មុំកូនដែលឃើញសត្វឃ្មុំទេដែលញ៉ាំទឹកឃ្មុំអត់អក្សរងអ្វីដែរកូនអក្សរងគឺងាវសម្រាប់ញ៉ាំកូនចេះញ៉ាំងាវអត់អក្សរចគឺសត្វចាបយំជីបកូនដែលឃើញចាបអត់អក្សរឆសត្វអីគេអក្សរឆគឺជាឆ័ត្រពេលភ្លៀងយើងទទួលឆ័ត្រអក្សរជោបាទអក្សរជោគឺបងជ្រូកយំមិនទៅជ្រូកអក្សរឈោសត្វអីគេកូនបាទអក្សរឈោគឺជាឈូកបន្តមកទៀតអក្សរញោបាទគឺញញឹមកូនតែងតែញញឹមជារៀងរាល់ថ្ងៃអក្សរដជាអ្វីកូនអក្សរដជាសត្វដំរីមានមាឌធំបន្តមកទៀតគឺអក្សរថជាអ្វីកូនអក្សរថគឺឋានីរថភ្លើងអក្សរដូជាអ្វីដែរអក្សរដូគឺដុកឌឿកូនដែលចេះញ៉ាំដុកឌឿទេកូនអក្សរធោជាសត្វអីគេបាទអក្សរធោគឺធាមរាសត្វធាមរាអក្សរណជាអ្វីកូនដឹងអត់បាទអក្សរណគឺណែមកូនចេះញ៉ាំណែមអត់កូនអក្សរតគឺអីគេអក្សរតគឺសត្វតោអក្សរថអីគេដែរអក្សរថគឺធូបការកូននៅផ្ទះមានធូបការទាំងអស់គ្នាអត់អក្សរតោគឺសត្វទាហាក្នុងទឹកអក្សរធោអ្វីដែរកូនអក្សរធោធុងសម្រាប់ដាក់ទឹកបន្តមកទៀតអក្សរណូគឺសត្វនាគហោះនៅលើមេឃអក្សរបជាអ្វីអក្សរបគឺបាល់កូនចេះលេងបាល់ទេទៅសាលាដែលបានលេងបាល់ទេកូនអក្សរផជាអ្វីដែរអក្សរផគឺផឹកបុរសកំពុងតែផឹកទឹកកូនត្រូវផឹកទឹកឲ្យបានច្រើនអក្សរពោសត្វអីគេកូនអក្សរពោគឺសត្វពពែអក្សរភោសត្វអីគេបាទអក្សរភោគឺសត្វភេចាប់ចំណីនៅក្នុងទឹកអក្សរម៉ូសត្វអីដែរអក្សរម៉ូគឺសត្វមាន់បន្តមកទៀតគឺអក្សរយោជាអ្វីទៅអក្សរយោគឺយក្សអញ្ចឹងយក្សនៅក្នុងល្ខោនអក្សររោសត្វអីគេអក្សររោគឺសត្វត្រីគឺជាសត្វដែលពូកែយំអក្សរឡូសត្វអីគេកូនអក្សរឡូគឺសត្វលាមានរូបរាងសត្វលានិងសត្វសេះអក្សរវោជាអ្វីកូនអក្សរវោគឺវិហារចឹងពេលទៅវត្តគឺយើងបានឃើញវិហារទាំងអស់គ្នាហើយអក្សរស
អក្សរសអីគេកូនអក្សរសគឺសត្វសេះកូនចង់ជិះសេះអត់អក្សរហអក្សរហគឺអ្វីដែរហែលបរោះកំពុងតែហែលទឹកកូនចេះហែលទឹកទាំងអស់គ្នានៅអក្សរឡអក្សរឡជាអ្វីទៅអក្សរឡគឺឡានកូនស្គាល់ហើយក៏ធ្លាប់ជិះហើយឡានអក្សរអក្សរអគឺសត្វអីគេបាទអក្សរអគឺសត្វអូតអញ្ចឹងកូនចង់ជិះអូតអាចទៅលេងនៅតំបន់វាលខ្សាច់បាន